តើអ្នកទាំងអស់គ្នាដឹងទេសាយណៃគឺជាសារធាតុគីមីដែលពុលខ្លាំងដែលអាចបណ្ដាលឲ្យស្លាប់បានសូម្បីតែក្នុងបរិមាណតិចតួចក៏ដោយសាយណៃសំដៅទៅលើក្រុមសារធាតុគីមីដែលមានអ៊ីយ៉ុងសាយណៃផ្សំឡើងពីកាបូននិងអាសូតហេតុអ្វីបានជាវាមានគ្រោះថ្នាក់ពីព្រោះតាមការសិក្សាសាយណៃនឹងបញ្ឈប់កោសិការបស់យើងពីការប្រើប្រាស់អុកស៊ីសែនបើទោះបីជាក្នុងឈាមរបស់យើងមានអុកស៊ីសែនក៏ដោយហើយពេលនោះវានឹងនាំឲ្យសរីរាង្គខាងក្នុងរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័សជាពិសេសនៅក្នុងខួរក្បាលនិងបេះដូងបើតាមព័ត៌មានកន្លងមកពីក្រសួងបរិស្ថានប្រទេសខ្លះបានធ្វើការសិក្សានិងចោទចំថាមានប្រហែលជាង 2500 ការដ្ឋានដែលកំពុងជីករ៉ែកម្របានបង្ហូរសារជាតិគីមីប្រភេទសាយណៃនេះចូលក្នុងទន្លេមេគង្គដែលការដ្ឋានជីករុករ៉ែទាំងនោះក៏មានទីតាំងក្នុងប្រទេសសមាជិកអាស៊ានមួយចំនួនដែរម្យ៉ាងទៀតក៏ធ្លាប់មានព័ត៌មានអំពីពិធីករថៃក្មេងម្នាក់ដែលមានរបៀបរស់នៅប្រកបដោយសុខភាពបានស្លាប់ដោយគ្មានមូលហេតុតែពេលគេធ្វើកសលវិច័យរកឃើញថាសពគាត់មានសារធាតុគីមីសាយណៃហើយនៅតាមដងទន្លេមេគង្គខ្មែរយើងក៏ធ្លាប់មានហេតុការណ៍ដែលត្រីងាប់អណ្ដែតព្រាតដោយគ្មានមូលហេតុដែរហេតុនេះហើយសូមអ្នកទាំងអស់គ្នាធ្វើការប្រុងប្រយ័ត្នជាមួយការបរិភោគត្រីនានាដែលគ្មានប្រភពច្បាស់លាស់ឬធ្វើការត្រិះរិះពិចារណាឲ្យបានហ្មត់ចត់មុនសម្រាប់ចិត្តបរិភោគត្រីដែលចេញពីតំបន់ទឹកដែលអ្នកសង្ស័យថាអាចមានសារធាតុគីមីសាយណៃ